តាំងពីមិនទាន់ដឹងក្តីអូនបើរបស់ខ្ញុំពេលដែលឪពុកខ្ញុំគាត់បានបាត់បង់ជីវិតប្រហែលជាអាយុ2 ទៅ 3 ឆ្នាំសូម្បីតែខ្ញុំក៏ខ្ញុំមកទល់ពេលនេះខ្ញុំអត់សឹងថាមិនចាំមុខឪពុកខ្លួនឯងបែបណាដែរអញ្ចឹងវីរៈនារីរបស់ខ្ញុំគាត់ពិតជាប្រកែគាត់ពិតជាអស្ចារ្យសម្រាប់ខ្ញុំគាត់ចិញ្ចឹមកូន3នាក់ជួបរឿងរ៉ាវច្រើនជួបពាក្យសម្ដីច្រើនមែនតើថ្ងៃខ្លះបងខ្ញុំមករៀននៅភ្នំពេញមួយអាទិត្យខ្ញុំមានលុយតែ20000ទេទាំងចាក់សាំងផងទាំងចាយផងហើយអត់មានផ្ទះនៅដូចគេទេសុំសាលាគេនៅសុំសាលាគេនៅពេលដែលគេបរៀនហើយអញ្ចឹងខ្ញុំតម្រៀបតុកហ្នឹងអាតុកដែលគេរៀនហ្នឹងខ្ញុំដាក់ក្រៅគេពេលដែលម្ដាយខ្ញុំគាត់មកឃើញទស្សនភាពដែលខ្ញុំកំពុងតែជួបអាហ្នឹងគាត់ស្រក់ទឹកភ្នែកហើយគាត់ប្រាប់ថាហេតុអីខ្លួនឯងមិនប្រាប់ម៉ែហើយទាំងដែលខ្ញុំដឹងថាបើសិនជាខ្ញុំប្រាប់គាត់នឹងពុះពៀរឿងគ្រប់សពបែបយ៉ាងដើម្បីតែខ្ញុំហើយចុះបើសិនជាខ្ញុំនឹងធ្វើបែបនេះតើប្អូន2នាក់ទៀតរបស់ខ្ញុំទៅជាយ៉ាងណាខ្ញុំគិតច្រើនហើយខ្ញុំពេលនោះខ្ញុំឃើញម្ដាយខ្ញុំខំម្ដាយខ្ញុំធ្វើការព្រឹកផងថ្ងៃផងគាត់ស្គមមែនតើអូយខ្ញុំអត់ចង់និយាយច្រើនមានរឿងរ៉ាវច្រើនសម្រាប់ឆាកជីវិតរបស់ខ្ញុំឆ្លងកាត់ច្រើនមែនតើហើយខ្ញុំសូមនិយាយម្ដងទៀតទៅកាន់ម៉ែអូនអរគុណម៉ែដែលតែងតែដល់កម្លាំងចិត្តលើកទឹកចិត្តគ្រប់សពបែបយ៉ាងម៉ែអស្ចារ្យមែនតើសម្រាប់ខ្ញុំម៉ែជាមនុស្សស្រីដែលប្រកែជាងគេនៅក្នុងឆាកជីវិតដែលកូនបានស្គាល់អរគុណសម្រាប់ការលះបង់ការតស៊ូគ្រប់សពបែបយ៉ាងដើម្បីកូនហើយជូនពរឲ្យម៉ែមានសុខភាពល្អសំណាងល្អតែប៉ាត់ថ្ងៃហ្នឹងម៉ែថាចង់មកមើលកូនperformតែក៏អត់បានមកវិញអត់អីទេអូននៅតែចង់ប្រាប់ទៅម៉ែថាកូនស្រឡាញ់ម៉ែកូនស្រឡាញ់ម៉ែខ្លាំងណាស់ស្រឡាញ់លើអាយុជីវិតកូនទៅទៀតអរគុណម៉ែហើយទៅវិញកូនសន្យាថាកូននៅនិយាយមុខម៉ែថាកូនស្រឡាញ់ម៉ែឲ្យបានម៉ែបានឃើញខ្ញុំត្រូវតែមានភាពក្លាហាននៅរឿងនេះអរគុណអត់សូមអត់និយាយទៀតទេបងជាការពិតនេះគឺជាអារម្មណ៍របស់ក្មេង